ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងផ្សារ Easter នៅប្រទេសឆេកដែលគេរៀបចំតែក្នុងខែ4តែប៉ុណ្ណោះមួយវិញទៀតកុំភ្លេចចុច like និង subscribe channel របស់ខ្ញុំអ្នកទាំងអស់គ្នាស្វាគមន៍ថ្មីមកកាន់ channel YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលផ្សារសម្រាប់ថ្ងៃបុណ្យ Easter នៅប្រទេសឆេកថ្ងៃនេះគឺជា Old Town គឺយើងហៅថាទីក្រុងចាស់ហើយនេះគឺជាតំបន់ទេសចរដែលទាក់ទាញបំផុតសម្រាប់អ្នកដែលមកប្រទេសឆេកគឺគេនឹងមកលេងទីនេះគេទៅកន្លែងនេះគឺជាតំបន់ទេសចរតែម្ដងអ្នកទាំងអស់គ្នាឃើញសិតទៅតោះឥឡូវនេះមកមើលផ្សារនេះជាមួយនឹងខ្ញុំថ្ងៃផងដែរយើងឃើញមានការលក់របស់របរច្រើនមិនថាចំណីអាហារថាហូបប្រពៃណីឬទេហើយមានការប្រគំតន្ត្រីដែលយើងអាចចូលរួមស្ដាប់បានដោយសេរីផ្សារ Easter នេះគេបើកតាំងពីថ្ងៃទី5មេសារហូតដល់ថ្ងៃទី27មេសាតាំងពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ផ្សារនេះបានចាប់ផ្ដើមមានតាំងពីសតវត្សទី18មកម្លេះដើម្បីអបអរសាទររដូវកាលរីកនិងជីវិតថ្មីបុណ្យ Easter នៅប្រាកមានប្រភពមកពីគ្រិស្តសាសនាបុណ្យនេះគឺជាការរំលឹកដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវឥឡូវនេះខ្ញុំបានតាមមកដល់កន្លែងដែលគេធ្វើការប្រគំតន្ត្រីហើយអញ្ចឹងមកចូលរួមស្ដាប់ទាំងអស់គ្នាក្រោយពីដើរមើលផ្សារ Easter ហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាដើរមើលកន្លែងល្បីៗមួយចំនួននៅទីនេះផងដែរនេះគឺជានាឡិកា astronomical ដ៏ពិសេសមួយនិងជាសម្បត្តិបុរាណសំខាន់របស់ទីក្រុងប្រាកនាឡិកានេះដែលមានប្រវត្តិជាង600ឆ្នាំហើយមានភាពល្បីល្បាញទូទាំងពិភពលោក
គឺជាស្ពានឆាលដែលជាទីតាំងល្បីសម្រាប់ភ្ញៀវទេសចរមកលេងប្រទេសឆេកនេះគឺជា House of Fun គឺជាមជ្ឈមណ្ឌលកម្សាន្តតែមួយគត់នៅទីក្រុងប្រាហ្គដែលផ្ដល់នូវការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យសេះនេះផងដែរអ្នកនរគ្នាអាចជិះបានគេនឹងដឹកយើងដើរជុំវិញទីក្រុងនេះទាំងមូលជិះ20នាទីគឺ45យូរ៉ូអញ្ចឹងវាប្រហែលជា$50អញ្ចឹងកន្លែងប្រហែលជា$50ជិះ20នាទីអញ្ចឹងបើអ្នកនរគ្នាចង់ជិះសេះអាចជិះបានខាងមុខខ្ញុំនេះគឺជាគេហៅថា Paris Street ហើយផ្លូវនេះគឺជាផ្លូវដែលគេលក់របស់ brand ទាំងអស់សិតតែជាម៉ាក brand ល្បីប្រចាំពិភពលោក LV Gucci Fendi ខ្លះនឹងអញ្ចឹងយើងអាចទៅមើលទាំងអស់គ្នាបានសម្រាប់អ្នកដែលចូលចិត្តទិញរបស់ brand ក៏អាចមកទិញនៅទីនេះបានដែរគឺមានគ្រប់បែបយ៉ាងទាំងអស់សូមអរគុណសម្រាប់ការទស្សនាវីដេអូអំពីបុណ្យ Easter នៅទីក្រុងប្រាហ្គប្រសិនបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេចចែករំលែកជាមួយមិត្តភ័ក្តិរបស់អ្នកផងដើម្បីឲ្យពួកគាត់បានស្គាល់អំពីផ្សារបុណ្យ Easter នៅទីនេះជួបគ្នានៅវីដេអូក្រោយៗបន្តទៀត